ចាសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើកំពឹសលីងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយមើលទំនងគួរឲ្យចង់ញ៉ាំណាចាកំពឹសលីងរបស់យើងមានចំនួន2ខាំណាបងប្អូននាងខ្ញុំយកទៅកាត់ព្រុយកាត់អីឲ្យស្អាតលាងទឹកឲ្យស្អាតឬគោមឬអីស្អាតណាបងប្អូនចាយើងកាត់ព្រុយឲ្យស្អាតចឹងទៅពេលយើងធ្វើញ៉ាំទៅគឺស្រួលញ៉ាំវាអត់មុតមាត់អត់មុតអណ្ដាតអីចឹងបងប្អូនតែបងប្អូនខ្ជិលក៏មិនបាច់កាត់ក៏បានដែរស្អីតែចិត្តបងប្អូនណាចាចំណែកឯវិធីធ្វើវិញគឺងាយស្រួលទេបងប្អូនអត់ពិបាកធ្វើទេណាជាដំបូងយើងរំលីងខ្ទឹមសរបស់យើងឲ្យឡើងឈ្ងុយឡើងក្លាត់បន្តិចសិនមកបន្ទាប់មកយើងដាក់កំពឹសរបស់យើងចូលរំលីងចូលតែម្ដងទៅចាយើងរំលីងកំពឹសរបស់យើងឲ្យឡើងចេញទឹកសិនណាបងប្អូនឲ្យឡើងឆ្អិនសិនមកពេលដែលវាឆ្អិនហើយគឺវារៀងកោកទឹកបន្តិចហើយបងប្អូនចាបន្ទាប់ពីយើងរំលីងយើងឆ្អិនហើយយើងដាក់គ្រឿងក្រៅរបស់យើងចូលតែម្ដងទៅចាយើងរំលីងតតែស្ងួតទឹកបងប្អូនគឺយើងធ្វើបែបនេះកុំឲ្យវាឆ្អាបចាបន្ទាប់មកនេះខ្ញុំដាក់ស្ករមួយស្ព្រាស្ករនេះខ្ញុំដាក់ស្ករក្រហមបងប្អូនពេលយើងដាក់ស្ករក្រហមទៅវាធ្វើឲ្យរសជាតិឆ្ងាញ់ហើយពណ៌ឡើងក្រហមស្អាតទៀតហើយនឹងខ្ញុំដាក់ប៊ីចេងបន្តិចហើយយើងកូរច្របល់ស្ករប៊ីចេងយើងឲ្យរលាយចូលជាមួយនឹងកំពឹសរបស់យើងបានល្អមកតបមកនេះខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចទឹកត្រីបន្តិចហើយយើងកូរច្របល់វាម្សៅទៀតមកបងប្អូនដើម្បីឲ្យវាចូលជាតិជាមួយនឹងកំពឹសរបស់យើងណាហើយកំពឹសរបស់យើងក៏ចាប់ផ្ដើមឡើងធំក្លិនឈ្ងុយបដាហើយបងប្អូនហើយយើងរំលីងឲ្យវាស្ងួតឲ្យដាច់ទឹកបងប្អូនចាបើបងប្អូនមានស្លឹកខ្ទឹមអាចបន្ថែមស្លឹកខ្ទឹមពីលើទៀតបានណាគឺជួយឲ្យឈ្ងុយហើយមើលទៅកាន់តែស្រស់ស្អាតណាចំណែកនេះខ្ញុំអត់មានគឺនាងខ្ញុំអត់ដាក់ឯងបងប្អូនណាតែសំខាន់រសជាតិយើងគឺឆ្ងាញ់ណាបងប្អូនហើយបងប្អូនអាចភ្លក់មើលទៅស្ទើរអីថែមនំចំតាមចំណងចំណូលចិត្តទៅណាចំណែកកំពឹសលីងយើងគឺភ្លក់ទៅរសជាតិឆ្ងាញ់ល្មមតែម្ដងចាឥឡូវយើងលីងស្ងួតទឹកល្អហើយបងប្អូនហើយរសជាតិក៏ឆ្ងាញ់ឈ្ងុយថែមទៀតផងហើយយើងចាក់ចូលក្នុងចានមកគឺរសជាតិឆ្ងាញ់ណាបងប្អូនចាសូមអរគុណបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាអរគុណជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ